Hello ប្រិមិត្ត Blog Fruit ទាំងអស់គ្នាបាទវិលត្រឡប់មកជួបខ្ញុំម្ដងទៀតហើយបាទ Mr. Boom Play បងបាទថ្ងៃហ្នឹងយើង farm តទៀតបាទនៅក្នុងវីដេអូមុនគឺខ្ញុំ farm បាន level 275នេះគ្នាហើយក្នុងវីដេអូហ្នឹងគឺថាខ្ញុំ farm ឲ្យដល់សមុទ្រទី2តែម្ដងអញ្ចឹងដែរគឺខ្ញុំមិននៅចាំយូរទេគឺខ្ញុំទៅយក quest ហើយទៅ farm តែម្ដងបញ្ញាប់ទៅសមុទ្រទី2គឺនៅសមុទ្រទី1គឺអត់សូវមានអីលេងដែរគឺយើងហើយពេល farm នោះគឺខ្ញុំ record ដែរតែវាដាច់តអញ្ចឹងខ្ញុំធ្វើការ farm សិនគឺយើងដើម្បីឆាប់បានទៅសមុទ្រទី2ជួបគ្នាយើងខ្ញុំមានរឿងចង់និយាយមួយគ្នាយើងមូលហេតុដែលនៅក្នុង game ខ្ញុំលេងរាំងលឿនតែដល់ពេលវីដេអូចេញរាំងយឺតដោយសារតែខ្ញុំកាត់វីដេអូយូរគ្នាយើងហើយរឿងដាច់វីដេអូហ្នឹងគឺដោយសារតែនេះគ្នាយើងដោយសារតែ laptop ខ្ញុំវាកាក់ពេកហើយខ្ញុំ record ឡើងចេញ blue screen គ្នាយើងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាអធិស្ឋានគឺណាមួយគឺវីដេអូនោះគឺអត់មានអីក្រៅពី farm ដែរគ្នាយើងក្រៅពី farm NPC រហូតដល់ level 500ហ្នឹងហើយនេះlive fruit ហ្នឹងគឺខ្ញុំបានមកពីខ្ញុំទិញគ្នាយើងខ្ញុំទិញក្នុង shop ហើយខ្ញុំបានដើរចូលមើលក្នុងនេះគឺសិតតែហាប់កន្លែងនេះលុយសិត2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6 7 8 hấp này giờហើយផែននៅលើទៀតនៅលើហើយខ្ញុំបានឡើងទៅលើនេះយើងខ្ញុំឡើងទៅលើខ្ញុំឃើញ shop មួយនេះអ្នកគ្នានៅនេះមាន shop មួយតែខ្ញុំទិញអត់បានទេនេះកន្លែងហ្នឹងគេលក់អីគេខ្ញុំប្រឹងចុចកន្លែងហ្នឹងតែទិញអត់បានហើយពេលមកទិញអត់បានគឺខ្ញុំដាក់កូដមក farm តទៀតខ្ញុំធ្វើការវាយអាមេនេះចុងក្រោយអូខេងាប់ហើយបាទគឺយើងអាចទៅកោះថ្មីបានហើយកោះហ្នឹងកោះចុងក្រោយគ្នាអូខេកោះហ្នឹងកោះចុងក្រោយ level ខ្ញុំ level 600នេះអញ្ចឹងគឺថាយើង farm ឲ្យដល់ level 700គឺយើងទៅកោះវាកោះអីសមុទ្រទី2បាទសមុទ្រទី2
អូខេឥឡូវយើងធ្វើដំណើរមកដល់ហើយបាទគឺfruit line នេះយើងស្រួលមែនតើស្រួលហោះដូរកោះចូលមកដល់គឺអត់ចាំយល់ទេគឺយក quest ទៅ farm តែម្ដងតន់នៅនាទីគុណនឹង2 experience អូខេបាទពេលខ្ញុំ farm រៀងធុញទៅខ្ញុំក៏បានហោះមកកោះ jungle បាទហោះមកដើម្បីធ្វើការប្រវល់ fruit លេងតោះឥឡូវយើងប្រវល់ fruit ទាំងអស់គ្នាបាទចាំមើលថាចង់បាន fruit ល្អអត់តម្លៃវាកាន់តែថ្លៃហើយចូលដល់10000ហើយតាទៀតហើយគឺថាខ្ញុំប្រវល់តែបាន fruit ល្អទេគ្នាយើងបានfruit នេះ spin ហើយខ្ញុំបានធ្វើការនេះជួយវាយស្អីគេនេះស្ដាច់ស្វាស្អីពោះ Gorilla King ឈាមច្រើនដល់ក៏នេះយើងខ្ញុំបានជួយវាយគេទៅចេះដាក់ទៅ
អូខេបាទអ្នកនរគ្នាបាទទីបំផុតបាទទីបំផុតគឺយើងធ្វើ700ហើយតោះគឺយើងអាចទៅសមុទ្រទី2បានហើយតោះឥឡូវខ្ញុំចាំយុះយើងទៅវាយ side box ទៅញ៉ាំទៅតែម្ដងបាទមួយដាច់អូខេបាទអូខេឥឡូវ side box ងាប់ហើយតោះយើងទៅជួបតានៅកដាលនៅកោះកដាលអូខេឥឡូវយើងទៅជួបតានេះមកតានេះនិយាយថា keep moving អូខេយើងអូខេឥឡូវគឺខ្ញុំមើល YouTube ដែរទេគឺយើងហោះមកកោះនេះមកនេះមកនិយាយជាមួយតានេះមកដើម្បីយើងយកសោឥឡូវយើងយកសោបានហើយគឺយើងហោះទៅសម្រាប់តាមួយនៅក្នុងរូងភ្នំតកកហើយយើងមកដល់ហើយយើងធ្វើការចាក់សោឲ្យធ្វើការវាយតានឹងមើលទៅឥឡូវខ្ញុំបានដើរមកដល់កន្លែង teleport ទៅសមុទ្រទី2ហើយគ្នាយើងតោះ1 2 3អូខេបាទឥឡូវយើងមកដល់សមុទ្រទី2ហើយបាទគឺថាបាយសមុទ្រទី1ហើយគឺមកដល់នេះមើលមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងមែនតើនេះមើលអូទាំងស្អីខ្លះឯគ្នា NPC ច្រើនដល់ក៏ Hello bro ប្រែងទៅអីហ្នឹងវ៉ែតកើតឯគ្នានៅនឹងវ៉ែតកើតហ្មងខ្ញុំបានមកនិយាយមកប៉ែនេះគឺអាប៉ែនេះគឺលក់សន្ទូចទៅគ្នាយើងនេះគឺខ្ញុំបានទិញសន្ទូចមួយហើយខ្ញុំបានឆែកមើលគេលក់ស្អីខ្លះមានសន្ទូចថ្មីអត់គឺអត់មានទេគឺគេលក់ឲ្យអាហ្នឹងអូតែកន្លែងនេះគឺនេះស្អីគេនេះយើងទិញនុយទៀតកន្លែងនេះយើងទិញនុយមកដើម្បីបានស្ទូចយើងតមាននុយអូខេនេះសន្ទូចយើងនៅក្នុង inventory យើងហើយតោះឥឡូវយើងធ្វើការសាកស្ទូចមួយអានេះវាដូចស្តៀងក្នុងហ្គេម Fish It ដែរនេះយើង Fish It ហ្គេមស្ទូចត្រីអូខេឥឡូវយើងស្ទូចបានមួយទូចដែរយើង5គីឡូអូ5គីឡូប៉ុណ្ណឹងអូខេមុននឹងធ្វើ quest ថ្មីខ្ញុំសូមដើរមើលកន្លែងហ្នឹងសិនហើយយើងខ្ញុំអត់ទាន់ចង់ទៅ farm NPC ទៀតទេគ្នាគឺខ្ញុំសូមដើរមើលកន្លែងគេសិនគឺថាធំមែនតើដើរចូលមកកន្លែងនេះឡើងស្លាស់ទេខ្ញុំហោះទៅមើលមានអីខ្លះនេះសិតតែអាគារនេះនឹងស្អីខ្លះនេះNPC នេះគេធ្វើអីនេះនៅមុខក៏មាន NPC ហើយអត់មានអារម្មណ៍ថាអត់មានអីគេ farm នៅណានេះណែមើលអាគារប៉ុណ្ណាណៃហើយខ្ញុំបានដើរដល់ទៅនេះណាគេបោះ fruit ចោលនេះឬក៏កន្លែងនឹងវា spawn fruit ហើយខ្ញុំក៏បានរះទុកទៅ fruit
នេះកន្លែងខ្វេះយើងតែខ្ញុំអត់តន់ចង់ធ្វើទេខ្ញុំចង់ហោះដើរមើលសិនកន្លែងនេះធំនេះផ្កាសិតផ្កាជក់គ្រាប់ប៉ុនអាណៃហើយកន្លែងនេះអីគេនេះដូច hall ដូច start អីមួយគេជុលកបីជុលអីនេះកន្លែងគេអូធំអូខេខ្ញុំគិតថាខ្ញុំដើរមើលប៉ុណ្ណឹងសិនហើយគឺថាចាំវីដេអូក្រោយចាំយើងទៅ farm ឬក៏យើងទៅធ្វើអីទៀតខ្ញុំអ្នកនេះកុំភ្លេចជួយ comment ប្រាប់ផងនេះខ្ញុំ level 700ហើយយើងទៅធ្វើអីទៀតអូខេខ្ញុំគិតថាប៉ុណ្ណឹងសិនហើយអ្នកនេះចាំជួយចុច like និង subscribe ឲ្យផងគឺចាំជួបគ្នាវីដេអូក្រោយគ្នាយើងបាយគ្នាយើង